បាទក្រុមទាំងពីរបានដើរចេញពីខាងក្នុងមកកាន់ទីលានហើយការប្រកួតចាប់ផ្ដើមនៅម៉ោង 6 ល្ងាចជំនួបសប្តាហ៍ទី 19 រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនឯកសណ្ឋានពណ៌ក្រហមជាមួយនឹងក្រុមភ្ញៀវ ISI និងកោសែនជ័យដែលមានឯកសណ្ឋានពណ៌ខៀវបាទនេះគឺជាការប្រកួតបាទដ៏គួរឲ្យទាក់ទាញសម្រាប់ក្រុមទាំងពីរហើយបាទលោកអាជ្ញាកណ្ដាលខុនវិរៈជាអាជ្ញាកណ្ដាលកាត់សេចក្តីនៅក្នុងការប្រកួតនេះត្រង់នេះការគៀសមួយឲ្យទាត់ឆ្វេងរបស់នីតូប៉ុន្តែមិនចំគោលដៅនោះទេបន្តមួយទៀតឡាន់ស៊ីណេតយ៉ាគីតេទាត់ពីក្រៅប្រអប់ចំចំហរបស់អ្នកចាំទីត្រង់នេះមូហាម៉ាត់ហាមេស៊ីបាទយឺតពេកធ្វើឲ្យអស់ឱកាសក្នុងការសុទ្ធសម្ដៅទីការតែតរបស់ Moses Dyer ចំអ្នកចាំទីលីកាកាណាបាល់ free kick របស់រតនាមិនចំគោលដៅហើយការទាត់ពីក្រៅរបស់សំអល់ទីណាជួយសង្គ្រោះបានដោយអ្នកចាំទីជាមសំណាងត្រង់នេះនីតូបាទទាត់ស្រាលហើយក៏មិនចំគោលដៅបាល់ពីនៃពេណាល់ទីរបស់ Moses Dyer បោះជើងអពុយផុងដីធ្វើឲ្យការទាត់នេះជោគពីក្រោមរំលងរបាទីបន្តមកទៀត Samuel ក៏ប៉ុនប៉ងមួយលើកដែរពីក្រៅប្រអប់តែរំលងរបាទីដូចគ្នាបន្តមកដល់វគ្គទី2គឺកាន់តែតានតឹងបន្ថែមទៀតហើយគាត់តែបាទចាប់ផ្ដើមផ្លុំកញ្ចែភ្លាមគឺទាត់ពីចម្ងាយយកតែម្ដងត្រង់នេះការប៉ុនប៉ងរបស់សាទីមួយជើងមិនចំគោលដៅហើយឡុងភេរ៉ាត់បញ្ជូនត្រង់នេះបាទប៉ូលីនជាអ្នកទាត់បាល់រីបោននេះត្រឡប់ទៅវិញប៉ុន្តែមិនចំគោលដៅអ្នកចាំទីលីកាកណាក៏បានសង្គ្រោះផងដែរត្រង់នេះផាក់គីយ៉ុងដួលកីឡាករសំអល់ទីណាព្យាយាមបាទកាយបាទបន្ថែមដើម្បីជាការការពារមួយជើងពីក្រៅប្រអប់ដោយសុទ្ធរិទ្ធមិនចំគោលដៅការលោតតែតបុកដីត្រង់នេះបាទក៏មិនបានសម្រេច Moses Dyer មានឱកាសច្រើនណាស់តែធ្វើឲ្យមិនបានសម្រេច Samuel ទាត់បុកភុកសៀវលេងកាត់ត្រង់នេះទៅបាទជាចន្ទរាស្កាត់បានវិននិនទាត់មិនចំគោលដៅណែឯត្រង់នេះវិញបាទតែហើយក៏ចាប់បានដោយលីកាកាដា Makelo ទាត់ចំចំហរបស់លីកាកាដាហើយបាទត្រង់នេះគឺខ្ទាតពីជើងរបស់នីតូ Moses Dyer ទាត់ហើយនេះហើយគឺជាក្របបាល់បញ្ចូលទីដែលពេនដោយសារទីបានសម្រេចកាត់ដោយ Makelo Teyes បាទឈរទាត់តែម្ដងសម្រាប់បាសាទីការបញ្ជូនល្អណាស់ពី Makelo បាទគឺមិនចាំបាច់ផ្ចិតផ្ចង់អីច្រើនទេ